ខេត្តមួយដែលពោពេញទៅដោយធនធានធម្មជាតិសម្បូរបែបកំពុងតែផ្ទុះការចាប់អារម្មណ៍តាក់ទាញភ្ញៀវទេសចរឲ្យទៅលេងបងប្អូនដឹងថាខេត្តណាអត់ខ្ញុំទៅឡើងវ៉ាវសម្បូរកន្លែងដើរលេងសប្បាយមិនថាជាទឹកជ្រោះថ្លាដូចកញ្ចក់ឆ្នេរសមុទ្រឬក៏រីសតស្អាតតាមមាត់ព្រែកហើយត្រូវម៉ាច់ Starbucks ទឹកតែបើកនៅនឹងចំកន្លែងមើលថ្ងៃលិចដ៏ស្អាតទៀតអញ្ចឹងគឺកាន់តែផ្ទុះទៀតនិយាយប៉ុណ្ណឹងបងប្អូនដឹងថាខេត្តណាបាទគឺខេត្តកោះកុងយើងហ្នឹងដែលថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅដើរលេងខេត្តកោះកុងដែលយើងនឹងជិះពីភ្នំពេញទៅដល់ក្រុងខេមរៈភូមិន្ទខេត្តកោះកុងហើយបន្តតាមផ្លូវជាតិលេខ10ឆ្លងកាត់ស្ពានដែលខ្ពស់ជាងគេនៅក្នុងស្រុកខ្មែរហើយបន្តទៅដល់សៀមរាបអញ្ចឹងចាំមើលថាតាមផ្លូវយើងមានកន្លែងដើរលេងអីគេខ្លះតោះទៅទាំងអស់គ្នាពីភ្នំពេញខ្ញុំជិះតាមផ្លូវលបឿនលឿនចុះតាមច្រកស្រែអំបិលក៏បានកំពង់សិលាក៏បានហើយបើនិយាយពីតាមផ្លូវពីស្រែអំបិលទៅដល់កោះកុងវិញគឺអាលងស្រិលតែម្ដងទេសភាពក៏ស្អាតប៉ុន្តែប្រុងប្រយ័ត្នផងដោយសារផ្លូវរាងកោងហើយមកដល់ត្រង់ចំណុចស្ពានតាតៃនេះគឺខ្ញុំចូល check in កន្លែងស្នាក់នៅសិនដែលខ្ញុំគេងនៅផ្ទះលំហែជាប់មាត់ព្រែកតាតៃអូយទេសភាពស្អាតហើយបរិយាកាសស្ងប់ស្ងាត់ធម្មជាតិមែនតើចូលមក check in កន្លែងគេងហើយខ្ញុំបន្តជិះទៅក្រុងខេមរៈភូមិន្ទជិះពីតាតៃទៅប្រហែលជា30នាទីដើម្បីនេះគឺចង់មកមើលថ្ងៃលិចនៅ Starbucks កោះកុងនេះល្បីអូសអត់ផុតតែម្ដងទេសភាពស្អាតខ្យល់បរិយាកាសបរិសុទ្ធអីដែលសំខាន់គឺមើលថ្ងៃលិចគឺ the best ហ្មងជាពិសេសហ្នឹងគឺយើងអាចមើលឃើញស្ពានកោះកុងទៀតទេសភាពស្អាតអញ្ចឹងគឺថាស៊ីគ្នាជាមួយនឹងភេសជ្ជៈកំពុងពេញនិយមពី Starbucks មួយឆាលាយកាហ្វេហើយនិងកាហ្វេទឹកដូងពេលទៅបងប្អូនកុំភ្លេចសារផឹកហើយគឺថា live heard Starbucks កោះកុងហៀលពិតរបស់គេហើយបើអ្នកចូលចិត្តថតរូបវិញនៅ Starbucks កោះកុងងាកទៅជ្រុងណាក៏ថតរូបបានស្អាតដែរបន្តពីហាងកាហ្វេយើងជិះឆ្លងស្ពានកោះកុងតែមួយផ្លែទេយើងនឹងទៅដល់ឆ្នេរបាក់ខ្លងដែលនៅនឹងយើងអាចងូតទឹកសមុទ្ររត់លេងតាមមាត់ឆ្នេរហើយនឹងលំហែនៅតាមកញ្ចុះដែលគេមានលក់បាញ់ឆាវបុកល្ហុងហើយនឹងម្ហូបកំងផ្សេងបានមកដល់ហើយខ្ញុំចំណែនអ្នកកោះកុងហ្មងមានកន្លែងលំហែនៅជិតក្រុងមានប្លង់ថតរូបស្អាតហើយត្រូវនឹងទឹកសមុទ្រខែនេះគឺថ្លាល្អទៀតងាកមកកន្លែងគេខ្ញុំវិញបកមកតាតៃវិញណាអ្នកដែលចូលចិត្តកន្លែងបែបស្ងប់ស្ងាត់ចង់លំហែជាមួយនឹងធម្មជាតិតាមមាត់ព្រែកនេះអាចមកគេងនៅតំបន់តាតៃបានហើយផ្ទះលំហែដែលខ្ញុំមកគេងនេះគឺមានសពគ្រប់មាន4បន្ទប់មានអាងហែលទឹកមានចក្រានបាយគ្រឿងសម្ភារៈអីផ្សេងហើយជាពិសេសហ្នឹងគឺកញ្ចុះដែលនៅជាប់មាត់ទឹកអញ្ចឹងល្ងាចឡើងយើងធ្វើម្ហូបអាំងគ្រឿងសមុទ្រញ៉ាំជ្រលក់ទឹកត្រីកោះកុងបុកដោយអ្នកកោះកុងផ្ទាល់គ្រឿងសមុទ្រស្រស់អាំងទៅសាច់ឡើងផ្អែមហើយយើងក៏អាចទៅស្ទូចត្រីឬក៏ជិះទូកកាយ៉ាក់លេងតាមមាត់ព្រែកអូយបរិយាកាសនេះគ្រាន់តែនឹកឃើញចង់ទៅទៀតបាត់ហើយព្រឹកឡើងខ្ញុំក៏បានជិះទូកចេញពីរីសតប្រហែលជា10នាទីយើងនឹងទៅដល់ទឹកធ្លាក់តាតៃទឹកធ្លាក់នេះលយណាយើងជិះទូកទៅដល់ហើយយើងថតរូបពីលើទូកទៅមាន background ទឹកធ្លាក់នៅពីក្រោយជាមួយនឹងទឹកថ្លាដូចកញ្ចក់ខៀវមរកតហ្មងអូយនិយាយពីថាអូយស្អាតខ្លាំងទឹកនេះយើងអាចលេងបានទៀតខ្ញុំឡើងញ័រចង់ទៅលូតចុះពីទូកតែដោយសារទឹកថ្លាត្រជាក់ល្អពេកលើកទី1ខ្ញុំបានមកដល់តំបន់នេះនិយាយពីថារំភើបស្រុកខ្មែរអត់ខ្វះកន្លែងដើរលេងទេគ្រាន់តែខេត្តកោះកុងនេះមួយទៅតែម្ដងគឺដើរអត់សពទេនៅមានច្រើនកន្លែងទៀតយើងមើលពីលើទៅទឹកនេះគឺថាខ្វាត់ខ្វែងយើងអាចជិះទូកនេះណោះធ្លាយទៅដល់កោះកុងក្រៅក៏បានដែរបងអ្នកបើកទូកពីខាងរីសតទៅគាត់ថាជិះទូកហ្នឹងគឺទៅដល់កោះកុងក្រៅ1ម៉ោងអញ្ចឹងចាំទៅលើកក្រោយទៀតឥឡូវនេះខ្ញុំ check out ពីកន្លែងគេងហើយចូលទៅក្នុងក្រុងវិញទៅរកអីញ៉ាំហើយអត់អស់ចិត្តពីកាហ្វេ Starbucks ហ្នឹងហ្មងចូលដាក់កាហ្វេមួយកែវទៀតនិយាយទៅខ្ចប់ទុកផឹកតាមផ្លូវដោយសារត្រូវធ្វើដំណើរវែងឆ្ងាយទៀតខ្ញុំទៅតាមផ្លូវជាតិលេខ10ដើម្បីជិះទៅសៀមរាបដែលយើងនឹងឆ្លងកាត់កន្លែងដើរលេងស្អាតជាច្រើនទៀតទេសភាពតាមផ្លូវគឺប្លែកភ្នែកតែម្ដងដោយសារផ្លូវនេះគឺទើបតែធ្វើហើយលើកទី1ដែលខ្ញុំជិះកាត់តាមផ្លូវហ្នឹងខ្ញុំជិះតាមផ្លូវនេះគឺប៉ងចង់ទៅលេងស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាហើយគ្រាន់តែស្ពានហ្នឹងគឺខ្ញុំច្រឡំឡើង2ដងមកដល់កន្លែងនេះខ្ញុំស្មានតែស្ពានដែលខ្ពស់ជាងគេហ្នឹងដោយសារតែមើលពីចម្ងាយទៅគឺស្អាតមែនតើខំធ្វើ reaction វ៉ាវអញ្ចឹងណាតាមពិតមិនមែនស្ពានហ្នឹងទេស្ពាននេះគេហៅថាស្ពានទំនប់វារីអគ្គិសនីជិះបន្តពីហ្នឹងមកទៀតយើងនឹងមកដល់ស្ពានមួយទៀតហើយខ្ញុំច្រឡំថាស្ពានខ្ពស់ជាងគេទៀតហើយតាមពិតស្ពានហ្នឹងគឺស្ពានស្ទឹងដំណាក់ក្បូនដែលយើងអាចចុះលេងទឹកបាននៅហ្នឹងលេងទឹកស្រួលណាដោយសារមានវាលថ្មធំហើយទឹករាក់ទឹកហូរបែបតិចអញ្ចឹងណាទឹកហូរមកឡើងថ្លាហើយអត់បាច់ជិះចូលទៅណាឆ្ងាយទេនៅនឹងមាត់ផ្លូវហ្នឹងតែម្ដងអញ្ចឹងតាមផ្លូវហ្នឹងយើងអាចចូលលេងនៅកន្លែងហ្នឹងមកកន្លែងទៀតហើយជិះបន្តទៅទៀតទីបំផុតខ្ញុំក៏មកដល់ស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាហៅថាស្ពានដែលចូលសន្តិភាពឫស្សីជ្រុំនេះបានហៅថាស្ពានដែលខ្ពស់ជាងគេមែនគាត់ទៅមើលពីលើទៅឡើងបាសរោមទៅខែនេះហើយយើងនឹងឃើញទេសភាពទឹកហូរក្រោមស្ពាននៅកណ្ដាលព្រៃភ្នំដាច់កតុយភ្នែកអូយមើលហើយគឺអស្ចារ្យមែនតើឆ្លងស្ពានហ្នឹងហើយយើងចូលមកដល់តំបន់អូសោមខេត្តពោធិ៍សាត់ដែលមានទេសភាពស្អាតប្លែកភ្នែកយើងអាចឈប់សម្រាកគេងនៅអូសោមនឹងមួយយប់ក៏បានឬក៏បន្តទៅទៀតមកដល់បាត់ដំបងតាមផ្លូវយើងជិះកាត់ទេសភាពស្អាតប្លែកភ្នែកជាច្រើនបើមានពេលបងប្អូនអាចចូលលេងពីមួយខេត្តទៅមួយខេត្តបានប៉ុន្តែខ្ញុំអត់បានចូលលេងទេខ្ញុំបន្តទៅដល់ក្រុងសៀមរាបតែម្ដងពីក្រុងខេមរៈភូមិន្ទដល់ក្រុងសៀមរាបបើយើងជិះអត់ឈប់ប្រហែលជា7ទៅ8ម៉ោងហើយដំណើរកំសាន្តមួយនេះពីភ្នំពេញកោះកុងវិលទៅដល់សៀមរាបស្ថានភាពផ្លូវគឺផ្លូវកស៊ូស្រួលជិះអត់ពិបាកទេប៉ុន្តែជិះប្រុងប្រយ័ត្នផងកុំលឿនពេកសុវត្ថិភាពជាចម្បងដើរលេងមួយជុំនេះអីដែលខ្ញុំសប្បាយចិត្តជាងគេក្រៅពីបានទៅតំបន់ទេសចរ
ស្អាតៗគឺសប្បាយចិត្តនឹងផ្លូវថ្នល់នឹងហ្មងរំភើបមែនតើដែលយើងបានសម្រេចនៅសមិទ្ធផលមួយនេះថាជាផ្លូវថ្នល់ឬក៏ស្ពានដែលតភ្ជាប់ពីតំបន់មួយទៅតំបន់មួយធ្វើឲ្យយើងទៅដើរលេងបានយ៉ាងងាយស្រួលធនធានធម្មជាតិតំបន់ហ្នឹងគឺស្អាតហើយបូករួមជាមួយនឹងការច្នៃប្រឌិតនិងការបូកបន្ថែមនៅហាងកាហ្វេកន្លែងស្នាក់នៅស្អាតសេវាកម្មល្អអញ្ចឹងទៀតធ្វើឲ្យតំបន់ទេសចរគឺកាន់តែមានសក្តានុពលហើយក៏សង្ឃឹមថាមិនយូរទេតំបន់ទេសចរផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាយើងនឹងមានការអភិវឌ្ឍតភ្ជាប់គ្នាបែបនេះដូចគ្នាដែរអញ្ចឹងចូលរួមគាំទ្រទេសចរក្នុងស្រុកទាំងអស់គ្នាដើម្បីអភិវឌ្ឍទៅមុខទាំងអស់គ្នាអញ្ចឹងតំបន់ទាំងអស់នេះបងប្អូនកុំភ្លេចទៅលេងណាហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាយបាយ